Cái tao chân giờ mà mờ cảm thì edit video muối chúng ta edit video editor chân cảm thì nó cứ về lọ mà tao để chia lọ chừng CapCut á và CapCut bên này tìm tia bằng lôi đặt pro đại tràn sign in sign a tràn hay trong này ở cam thì video editor ní mơ tớ hiện lọ đây ta cho mơ dương xa install hay dương tay thằng ọc niệm ấy chứ nó là Android có miễn nó là iOS có miễn dương cho tàu App Store rồi có Play Store ấy, vậy biệt hà edit video editor chứ dương cho download tam năng máu rồi chăm ở việc bánh pin lỡ hơi trăm một tích ok trong dương chập đàm install ok bây giờ dương chụp open xạ mở má chương dương ai sign in chỉ môi lần Instagram của bác nữa có dương sign in chỉ môi lần social media xem các bạn này tại trong miền là Instagram nhưng chụp sign in chỉ môi Instagram chụp join edit ok chụp alo của bác nữa có dương đồn alo của bác nhưng vô alo mất chương dương mà thu vào về cứ miền thu chán riêng tao nâng CapCut đã tại CapCut tìm tiền dương bằng lôi bằng ấy chán chương đi ở về miền template miền audio miền original audio miền license beat music miền collection miền text វាមាន tool ច្រើនទៀតដែលយើងអាចបង្កើតបានមានអាចបង្កើតជា sticker ក៏បានវាក៏បានឥឡូវយើងសាកបង្កើត template មួយមកកាត់ note វាមួយមក how to download editor video editor ចុច save មួយមក how to download editor video editor យើងទៅ save ប៉ុណ្ណឹងនេះ note របស់យើងចុច save យើងសាកតេស្តមើល note នឹងអីគេនេះមានថាយើងអាចដាក់ mark លើអក្សរលើអីបានមានថាយើងបង្កើត template មួយដើម្បីយើងសួរថ្ងៃមុខទៀតណាកាត់ note មួយមកចាំមើលយើងសិក្សាទាំងអស់គ្នាដោយសារនេះថ្មីដែរខ្ញុំទើប download មកដែរខ្ញុំកំពុងតេស្តមើលដែរអញ្ចឹងនេះយើងដូរ color លើ note របស់យើងអាចបង្កើត storyboard នៅលើនឹងបាននេះគេឲ្យដាក់ new project អញ្ចឹងយើងដាក់អីក៏បានតែយើងដាក់ថា project 1ចុច save អូខេនេះគេកាត់ note នេះយើងនៅពេលដែលយើងមាន note ច្រើនយើងអាច filter បានឬក៏យើងចុច sort by នេះក៏បានដែរ sort by sticker elastic sticker ដល់អូខេនេះយើងចុចខាងក្រោមនេះគឺវាមាន template ឲ្យយើងមើលដូចនេះ template មួយនេះបើសិនជាយើងឆ្លាញ់ template បែបនេះយើងចុចយកពាក្យថា use template scroll មើលវាមានច្រើនដែរ template របស់វាមានមកច្រើន
អូខេនេះហា template មើលទៅស្អាតស្អាតចឹងយើងសាកតេស្ត template នេះមួយមើលចឹងនេះវាមានឲ្យយើង add clip 1 clip 2 clip 3អូច្រើន clip នេះមិនថាយើង add រូបឬក៏ add វីដេអូបញ្ចូលឥឡូវយើងសាក add រូបភាពមួយចុចសញ្ញាបូកចឹងយើងអាចចុចនៅ gallery allow all ចឹងយើងរើសរូបមួយមកយកមកដាក់តេស្តមើលចឹងនេះយើង play មកវាដើរត្រឹម3 second ចឹងយើងអាច add រូបបន្ថែមទៀតឬក៏ add វីដេអូបន្តទៀតបានចុច add មួយមករើសវីដេអូមួយដាក់តានេះមួយនេះចឹងយើងអាចសាក play តេស្តមើលទៅនេះទៅហើយចឹងយើងអាចយើងsorry យើងអាច add clip បន្តបានច្រើនចុច clip add បញ្ចូលនេះយើងសាកតេស្តមើលtool វាមានច្រើន tool វាតេស្តមើលមកប្រើទៅចឹងនេះវាមានឲ្យយើងរើសត្រឹម HD បើ 2K 4K អីយើងរើសអត់បានចូល solution វាមានត្រឹម HD បើសិនជាយើងគិតថាអូខេយើង edit មើលទៅស្អាតអស់ហើយយើងអាចចុច next ទៅហើយយើងអាចចុច export away តែឥឡូវយើងសាកតេស្តមើល tool ផ្សេងទៀតដូចជានេះយើង add audio យើងនិយាយ add បន្ថែមលើវីដេអូរបស់យើងអញ្ចឹងយើងចុចនិយាយទៅគឺវា record ឲ្យយើងទៅបែបហ្នឹងឯងយើងចង់ stop យើងចុច stop វាវិញមកវាមាន tool ខាងក្រោមនេះគឺមានច្រើនយើងអាចសិក្សាយើងអាចមើលមួយទៅវាមាន audio មាន text មាន filter មាន overlay មាន sound មាន fade មានច្រើនមាន crop យើងកាត់វា crop វាមាន transform មានថាយើង bridge ព្រមរកpicture របស់យើងរូបរបស់យើងឬក៏យើង bridge ព្រមវីដេអូរបស់យើងមាន mark ចឹងយើងអាច download ទាំងអស់គ្នាយកទៅតេស្តបានមើលទៅកម្មវិធីហ្នឹងល្អជាង CapCut វាមាន tool ច្រើនទៀតមាន sticker យើងអាចដាក់ sticker ដាក់អីបាននេះចុចដាក់ sticker បានអូខេចឹងយើងសាក export សាកមើលចាំមើលវាចេញមកវាស្អាតអត់វាច្បាស់អត់ចុច export away ចឹងវាលឿនដែរតែបើសិនជាវីដេអូយើងរៀងខ្លី export ទៅរៀងលឿនប្រហែលជាប្រហែល second ណាលឿនដែរណាពេញចឹងដល់ពេលដែលយើងពេញយើងអាចចុចទៅ Instagram ក៏បានចុច post ទៅ Facebook ក៏បានទៅ message ក៏បានឬក៏យើង download ក៏បានបើសិនជាយើងចង់ download ទុកក្នុងម៉ាស៊ីនយើងចុចពាក្យថា download
download ចុចពងមកនេះយើងសាក play សាកមើលនេះយើងចង់ចុចទៅ share ទៅផ្សេងទៀតយើង play ទៅនេះឃើញទេវាច្បាស់ដែរវីដេអូទៅ export ចេញមកអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាយបាយ